មានអ្វីដែលសប្បាយចិត្តជាជាងបានមកលេងស្រុកកំណើតរបស់ខ្លួនឯងនោះទេមានអត់ពុកម៉ែបងប្អូនហើយខ្ញុំជឿថាមនុស្សម្នាក់ៗគឺគិតតែងតែមានអតីតកាលរបស់គាត់ផងដែរកាលពីដើមឡើយកាលពីដើមមិញបងប្អូនខ្ញុំជឿអញ្ចឹងឯងព្រោះអីខ្ញុំពេលខ្ញុំមកផ្ទះម្ដងខ្ញុំតែងតែនឹកឃើញអតីតកាលរបស់ខ្ញុំដូចថាខ្ញុំក្រកទៅភ្ជួរស្រែដឹកគួរយកទៅឲ្យស៊ីស្មៅម៉ោង3ទៀបភ្លឺម៉ោង4ទៀបភ្លឺពេលម៉ោង6ម៉ោង7បានចាប់គូចាប់អីភ្ជួរផងដែរបងប្អូនគឺនឹកឃើញអតីតកាលពេលមកផ្ទះម្ដងហើយប្រពៃណីខ្មែរយើងគឺពីដើមមិញគឺស្បាយបងប្អូនគឺពេលទៅភ្ជួរម្ដងគឺទៅទាំងភូងទាំងក្រុមផងដែរទៅជួយភ្ជួរគ្នាយកដៃគ្នាស្រីកាត់ដំបាយធ្វើម្ហូបផងដែរដំបាយធ្វើម្ហូបធ្វើបង្អែមទៅប្រុសកាត់ទៅភ្ជួរយកដៃគ្នាផងដែរបងប្អូនគឺស្បាយណាស់ទាំងខែច្រូតទាំងខែភ្ជួរផងដែរបើថាភ្ជួររួចអញ្ចឹងគឺនាំគ្នាមកបងត្រីរោត្រីទាំងក្រុមគឺស្បាយណាស់បងប្អូនគឺអតីតកាលគឺហិតដូចសម័យនេះទេបងប្អូនគឺនាំគ្នារកលុយរកស៊ីរៀងខ្លួនចេញរកស៊ីរៀងខ្លួនបើថាសម័យពីដើមមិញគឺស្បាយបើថាខែច្រូតខែអីច្រូតរួចអញ្ចឹងនាំគ្នាមកបងត្រីទៅខ្លះក៏ទៅដឹកកដាប់ដឹកអីទៅឈប់ដឹកកដាប់ក៏នឹងគ្នាមកបងត្រីគឺការងារមានតែប៉ុណ្ណឹងឆ្វែលចោះវិលឡើងផងដែរគឺខ្ញុំមកផ្ទះម្ដងគឺខ្ញុំនឹកឃើញអតីតកាលបងប្អូនហើយមានទាំងពីរផ្លែលពាកដូចតែយើងមកពីភ្ជួរវិញអញ្ចឹងគឺតែងតែបេះផ្លែលពាកហូបផងដែរគឺអតីតកាលគឺនឹកឃើញរហូតខ្ញុំមកទៅមកផ្ទះម្ដងគឺខ្ញុំទៅថៃគឺខ្ញុំទៅ1ឆ្នាំ2ឆ្នាំមិនខ្ញុំមកម្ដងផងដែរពុកម៉ែបងប្អូនគឺកាលមុនគឺខ្ញុំធ្វើស្រែចម្ការដល់ពេលខ្ញុំចេះដើរថៃទៅគឺខ្ញុំយូរមកម្ដងផងដែរ1ឆ្នាំមកម្ដងឬមួយក៏2ឆ្នាំមកម្ដងផងដែរពុកម៉ែបងប្អូនហើយគឺនៅខាងខ្ញុំនៅខាងភូមិតាពាំងឈូឃុំតាអានស្រុកកលាញ់ខេត្តសៀមរាបផងដែរពុកម៉ែបងប្អូនយូរមកម្ដងជួបជុំបងប្អូនម្ដងគឺស្បាយពុកម៉ែបងប្អូនបបួលពួកគាត់ទៅរកត្រីរកអីស្បាយណាស់ពុកម៉ែបងប្អូនហើយគាត់ក៏ធ្វើការតាមខេត្តខ្ញុំក៏ធ្វើការនៅប្រទេសគេផងដែរដូចយូរជួបគ្នាម្ដងគឺស្បាយគឺនេះគឺជាភូមិខ្ញុំនៅខាងភូមិតាពាំងឈូពុកម៉ែបងប្អូនគឺនេះឯងគឺជាភូមិខ្ញុំរបៀបសុកស្រែស្រុកខ្ញុំភាគច្រើនគឺប្រកបអាជីវកម្មគឺធ្វើស្រែចម្ការពុកម៉ែបងប្អូនគឺធ្វើស្រែចម្ការអរគុណពុកម៉ែបងប្អូនដែលបានមើលវីដេអូខ្ញុំដល់ចប់ផងដែរ